បាទសង្គ្រោះអាដាមបាទខ្ញុំបាទតំណាងឲ្យសារព័ត៌មានសូមអនុញ្ញាតសុភាអាដាមតកតងទៅនឹងសំណួរមួយចំនួនអំពីការជ្រើសប្រឡងនិស្សិតអាហារូបករណ៍នៅសាកលវិទ្យាល័យនគរបាលបាទហើយសំណួរទី1គឺផ្ដោតតកតងទៅនឹងអឺលក្ខខណ្ឌបាទកាយសម្បទានិងសមត្ថភាពជំនាញបាទតែអាដាមអាចបញ្យល់បានទេថាតើការកំណត់បាទកម្ពស់និងទម្ងន់គោលការណ៍ជាគោលបំណងយុទ្ធសាស្ត្រនោះជាគោលបំណងអ្វីហើយក្រសួងមានការលើកលែងដែរឬទេសម្រាប់ការអធិភាពបើសិនជាបេក្ខជនទាំងពីរភេទគាត់មានកាយសម្បទាមិនគ្រប់លក្ខខណ្ឌប៉ុន្តែគាត់មានភាសាក៏ដូចជាមានបច្ចេកទេស IT ច្បាស់លាស់អាចមានការលើកលែងចំណុចណាមួយដែរទេបាទអរគុណច្រើនចំពោះសំណួរតាមពិតពាក់ព័ន្ធទៅនឹងលក្ខខណ្ឌនេះมันមានអីហៅថាជាកិច្ចការងារថ្មីសាឡាងនោះទេការរើសក្របខណ្ឌតាំងពីដើមទីម្ដងមកនេះយើងមានលក្ខខណ្ឌនានាប៉ុន្តែគ្រាន់តែឆ្នាំនេះនិងឆ្នាំមុនយើងមានលក្ខខណ្ឌខ្ពស់ជាងមុនមូលហេតុតែតម្រូវការចាំបាច់នៃការវិវត្តនៃបទល្មើសនានាហើយជាពិសេសបទល្មើសដែលមិនប្រពៃណីទៀតក្នុងនោះហេតុអីបានយើងតម្លើងនៅលក្ខខណ្ឌកម្ពស់ពង្រឹងនៅសុខភាពបច្ចៈនៃការច្បាស់លាស់នៃកម្រិតសិក្សាបូកទាំងនឹងជំនាញមួយចំនួនសម្រាប់នីតិកាលទី7នេះសម្ដេចមហាវត្តប្តីបានជំរុញក្នុងការបំវាយទិសឲ្យរដ្ឋាភិបាលក៏ដូចជាក្រសួងនីមួយៗក្លាយជារដ្ឋាភិបាល Digital ក្រសួង Digital ក្នុងនេះដើម្បីបម្រើសេវាឲ្យបានទៅនឹងគៀកនឹងប្រជាពលរដ្ឋតម្រូវការពីរចាំបាច់ទី1គឺសុខភាពទី2គឺភាពម៉ឺងម៉ាត់តាមរយៈបង្ហាញពីកម្ពស់កម្ពស់ហើយជាពិសេសភាពម៉ឺងម៉ាត់នេះតាមរយៈមៀតរបស់បុគ្គលនីមួយៗនេះដែរអញ្ចឹងបើយើងមៀតហួសគីឡូដែលបានកំណត់សុខភាពជំងឺពេញខ្លួនយើងមិនដឹងថាយើងឆ្លើយតបទៅនឹងប្រជាពលរដ្ឋបម្រើសេវានានាជូនដល់ប្រជាពលរដ្ឋប៉ុណ្ណាអញ្ចឹងហើយខ្ញុំគិតថាកិច្ចការនីមួយឬមួយក្របខ័ណ្ឌនៅក្នុងរដ្ឋាភិបាលក៏ដូចជានៅក្នុងក្រសួងមួយតែងតែមានហៅថាលក្ខខណ្ឌចាំបាច់នានាដែលត្រូវមានក្នុងគោលដៅដើម្បីមកចូលរួមក្នុងបម្រើសេវានានានៅក្នុងរដ្ឋាភិបាលនៅក្នុងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងនោះក្រសួងមហាផ្ទៃដោយសារតែកងកម្លាំងត្រូវការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋច្រើនហើយក្នុងនោះការផ្តល់សេវានានាយើងត្រូវការជំនាញហើយជំនាញ Digital ជំនាញ IT គឺជាជំនាញហៅថាកំពុងពេញនិយមដែលពិភពលោកកំពុងការវិវត្តទៅបែបនេះដូច្នេះបើយើងមិនទៅតាមគេទាន់ខ្ញុំគិតថាគោលដៅរបស់រដ្ឋាភិបាលដែលបានកំណត់យករដ្ឋាភិបាល Digital ឬមួយក្រសួង Digital នេះมันអាចទៅរួចអញ្ចឹងហើយការកំណត់នៅលក្ខខណ្ឌនានាថ្មីនេះមិនមែនថាថ្មីទេប៉ុន្តែយើងកែលម្អឲ្យវាត្រូវការវិវត្តនិងតម្រូវការជាក់ស្ដែងនៃបទល្មើសនានាដែលកើតនឹងការវិវត្តយើងឃើញថាបាទ10ឆ្នាំមុនបទល្មើសនិង10ឆ្នាំក្រោយបទល្មើស scam online យើងមិនដែលនឹកឃើញថាវារីកធំធាត់ដល់ប៉ុណ្ណឹងអញ្ចឹងហើយយើងត្រូវការអ្នកដែលចេះបច្ចេកវិទ្យាក្រម IT នេះឲ្យខ្លាំងដើម្បីពង្រឹងចំណេះជំនាញដល់មន្ត្រីក៏ដូចជាដល់កងកម្លាំងនគរបាលរបស់យើងបាទសម្បត្តិទី2តើតើទៅនឹងការបែងចែកក្របខ័ណ្ឌហើយនិងប្រសិទ្ធភាពការងារវិញតើអាដាមអាចបញ្ជាក់បានទេថាតើមន្ត្រីថ្មីនឹងត្រូវផ្ដល់អត្ថប្រយោជន៍ឲ្យទៅបម្រើការងារនៅតំបន់ណាហើយតើក្រសួងមានយន្តការអ្វីដើម្បីធានាថាមន្ត្រីទាំងនោះនឹងបន្តស្នាក់នៅបំពេញការងារយូរអង្វែងប្រកបដោយមនសិការវិជ្ជាជីវៈក៏ដូចជាមិនសុំទេចេញពីកន្លែងដែលទើបតែជាប់ឬក៏មកបម្រើការថ្មីបាទកន្លងទៅក្រសួងមហាផ្ទៃក៏មានគណៈកម្មការក្នុងការជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិហើយក្នុងនោះអាដាមសតិបណ្ឌិតច័ន្ទអៀនក៏ដូចជាអាដាមសាស្ត្រាចារ្យសេងប៉ូលីក៏ដូចជាអាដាមនាយឧត្តមសេនីយ៍អគ្គស្នងការបានគិតគូរយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងការបែងចែកក្របខ័ណ្ឌនៅតាមបណ្ដារាជធានីខេត្តឬជំនាញនៅតាមបណ្ដាអង្គភាពនានាជំនួយក្រសួងមហាផ្ទៃបន្ទាប់ពីបានស្ដាប់សំណើសំណុំពរនានាយើងក៏បានផ្សព្វផ្សាយក្នុងការលក់ពាក្យផ្សព្វផ្សាយក្នុងការឲ្យអ្នកដែលចាប់អារម្មណ៍ក្នុងការមកចូលរួមជាមួយនឹងកងកម្លាំងអញ្ចឹងហើយសម្រាប់សិស្សដែលនៅខេត្តណាគឺយើងរស់សំទោសយើងរើសអ្នកដែលរស់នៅក្នុងខេត្តនោះឬមួយក្នុងតំបន់នោះក្នុងគោលដៅដើម្បីកាត់បន្ថយឆ្ងាយពីផ្ទះ
តាមរយៈការបន្តមកអាចយកលេសក្នុងមិនទៅធ្វើការឬមួយចង់ដូរក្របខ័ណ្ឌហ្នឹងគឺការងារទី1ចាំបាច់ដូចយើងបានធ្វើកន្លងទៅនគរបាលព្រំដែនជាប់ព្រំដែនកម្ពុជាថៃក៏ដោយកម្ពុជាវៀតណាមក៏ដោយកម្ពុជាឡាវក៏ដោយយើងតែងតែផ្ដល់ឱកាសខ្ពស់បងប្អូនប្រជាពលរដ្ឋដែលមានក្រុមគ្រួសារឬមួយផ្ទះលំនៅឋានអចិន្ត្រៃយ៍នៅក្នុងមូលដ្ឋាននោះចឹងហើយកិច្ចការយើងធ្វើដូចគ្នាដែរយើងអត់ចង់ឲ្យអ្នកបាត់ដំបងមកបម្រើការងារនៅសៀមរាបឬមួយអ្នកសៀមរាបទៅដល់មានជ័យធ្វើបិទតែខេត្តជាប់គ្នាកម្រិតណាមួយក៏ដោយចឹងហើយយើងផ្ដល់អត្ថប្រយោជន៍អ្នកកូនចៅដែលនៅក្នុងមូលដ្ឋានរៀននេះនេះគឺជាកិច្ចការងារដែលយើងបានយកចិត្តទុកដាក់ខ្ពស់ហើយអាដាមសតិបណ្ឌិតរដ្ឋលេខាធិការចាន់អៀនក៏ដូចជាអាដាមសាស្ត្រាចារ្យអគ្គស្នងការនគរបាលជាតិបានយកទឹកដាក់ខ្ពស់ទៅលើនេះខ្ញុំជឿជាក់ទៅលើគណៈកម្មការរបស់យើងដែលបានខិតខំញែកធ្វើម៉េចទទួលស្គាល់ថាវាមិនបានល្អ 100% ឥតខ្ចោះទេប៉ុន្តែតែងតែមានការខ្វះខាតតិចតួចប៉ុន្តែការខ្វះខាតវាតិចមិនតិចទៅតម្លៃចំពោះការផ្ទេរក្របខ័ណ្ឌដូចគ្នាដែរគឺយើងបានកំណត់ពេលវេលាសមរម្យក្នុងគោលដៅធ្វើម៉េចឲ្យបំពេញបើមិនបំពេញការងារទេគឺរយៈពេលប្រហែលឆ្នាំយើងមិនអាចផ្ទេរទៅបានទេក្នុងគោលដៅដើម្បីចង់បំពេញឬមួយផ្លាស់ប្ដូរបទពិសោធន៍ការងារផ្សេងទៀតបាទអាដាមបានលើកឡើងចំនួនទី1ដោតទៅលើទំនើបកម្មរបស់នគរបាលដោតលើបច្ចេកវិទ្យាដែរបាទអញ្ចឹងសូមលម្អិតបន្ថែមតើតើនឹងអំពីការធ្វើទំនើបកម្មនគរបាល Digital បាទតើអាដាមមានផែនការជាក់លាក់អ្វីខ្លះក្នុងការបំផ្លែងការបដិបដាលពីនគរបាលបែបប្រពៃណីហើយទៅជានគរបាលសម័យទំនើបដើម្បីឆ្លើយតបទៅនឹងការវិវត្តជាពិសេសបទល្មើសបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជានេះបាទឧទាហរណ៍មួយតូចទេកាលពីថ្ងៃទី19ថ្មីនេះយើងបានបើកដាក់ឲ្យប្រើប្រាស់នៅការទទួលពាក្យបណ្ដឹងពីបងប្អូនប្រជាពលរដ្ឋឬមួយសាធារណជនពាក់ព័ន្ធនឹងការផ្ដល់សេវានានាពីកងកម្លាំងឬមួយពាក់ព័ន្ធទៅនឹងកងកម្លាំងដែលហៅថាអសកម្មតាមប្រព័ន្ធអនឡាញនេះមុននឹងការផ្ដល់សេវានេះឬមួយនឹងការដាក់តាម QR code ប្រព័ន្ធអេឡិចត្រូនិកនេះយើងក៏បានធ្វើ survey មួយជំហានគឺប្រជាពលរដ្ឋចង់បានហើយជាមួយអាទិត្យមុនគឺថាជិតជាង200នាក់គឺចង់190ជាងនាក់គឺគាត់ចង់បានទៅផ្លូវហ្នឹងបន្តពេលយើងថ្ងៃទី19ដាក់ឲ្យប្រើប្រាស់ក៏មានការសាទរដែរសំណួរសួរថាតើអានេះថ្មីអត់ខ្ញុំគិតថាយើងមានកម្រិតយូរហើយប៉ុន្តែយើងខ្វះធនធានដើម្បីជួយជំរុញឲ្យកម្រិតចំណេះជំនាញដែលយើងបានរៀនពីស្រុកក្រៅផងឃើញអ្វីដែលគេបានធ្វើដើរលឿនជាងយើងហើយយើងចង់ឲ្យបូកបញ្ចូលមួយគ្នាអញ្ចឹងតាមរយៈឧទាហរណ៍មួយគម្រោងតូចនេះទេក្នុងគម្រោងផ្សេងទៀតដែលក្រសួងបានធ្វើយើងឃើញថាមានការសាទរច្រើនទាំងនៅទីនេះមន្ត្រីសភាអាដាមប្រធានអាដាមសាស្ត្រាចារ្យប្រធានមន្ត្រីសភានគរបាលកម្ពុជាក៏បានយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការពង្រឹងអាប់ក្នុងការតាមដានត្រួតពិនិត្យហើយជាពិសេសវត្តមាននិងបន្ទុកសិស្សក្នុងគោលដៅយើងអាចប្រើប្រាស់តែបន្តិចប្រើប្រាស់ទុនធានមនុស្សបន្តិចប្រើប្រាស់ទុនធានមនុស្សយកទៅធ្វើទេអញ្ចឹងហើយការរើសយកជំនាញ Digital ឬមួយអ្នកចេះបច្ចេកវិទ្យា Digital នេះគឺពិតជាមានសារៈសំខាន់ហើយឥឡូវវាកំពុងពេញនិយមទៀតដោយសារតែខ្ញុំគិតថាមិនមែនតែក្រសួងមហាផ្ទៃគ្រប់បណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធនានានៅក្នុងជួររដ្ឋាភិបាលនេះក៏ចង់បានដូចគ្នាហើយខ្ញុំគិតថាកិច្ចការទាំងអស់នេះមិនអាចមើលរំលងបានយើងត្រូវដើរឲ្យទាន់គេហើយជាពិសេសចាប់ឲ្យបាននៅជំនាញថ្មីដែលពេលខ្លះវាខុសប្លែកពីអ្វីដែលយើងធ្លាប់ធ្វើពីមុនហើយយើងត្រូវការកែលម្អដើម្បីយើងពង្រឹងសមាជិកភាពដល់មន្ត្រីជំនាញហើយថ្មីនេះខ្ញុំបានត្រឡប់មកពីទស្សនកិច្ចនៅប្រទេសទូគីវិញហើយក៏បានជួបសំណេះសំណាលជាមួយបងប្អូនសិស្សដែលយើងបានបញ្ជូនទៅរៀនចំនួន18នាក់ឃើញថាទី1ផ្នែក Digital នៅតែគេចាំបាច់ហើយយើងបានចុះទស្សនកិច្ចនៅសាលាឃើញថាគេផ្ដល់អត្ថប្រយោជន៍ខ្ពស់វិស័យ Digital បាទអញ្ចឹងហើយខ្ញុំគិតថាយើងកំពុងដើរលើផ្លូវត្រូវហើយជាពិសេសបានយើងបញ្ជូនគ្រូចំនួន8នាក់ផងដែរដើម្បីទៅរៀនវិស័យនានាហើយក្នុងនោះមានកិច្ចការងារ Digital ផងដែរអញ្ចឹងទៅមុខទៀតទាំងសិស្សដែលយើងបានបញ្ជូនឬមួយគ្រូដែលយើងបានបញ្ជូនទៅបរៀនឬមួយទៅរៀនពីប្រទេសជិតខាងរបស់យើងនេះនឹងមកបន្ថែមទៀតខ្ញុំគិតថាពីនេះដល់2028យើងអាចមានធនធានក្រាស់ជាងមុនដើម្បីបណ្ដុះបណ្ដាលមន្ត្រីជំនាញមួយចំនួនក្នុងគោលដៅដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុងតាមរយៈការផ្ដល់នៅសេវានានាតាមរយៈ Digital នេះបាទ
សំណួរមួយទៀតបានតកតងទៅនឹងវិន័យដែលតែមានការកត់សម្គាល់ឃើញថានៅក្នុងអាណត្តិទី7ក្រសួងមហាផ្ទៃដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលឃើញមានការកែតម្រង់ខ្លាំងមែនទែនទាំងវិន័យនិងការដាក់ទោសសម្រាប់មន្ត្រីផ្សេងៗចំពោះអំពីវិន័យនិងសិលធម៌និងទំនុកចិត្តប្រជាប្រដ្ឋនេះដើម្បីពង្រឹងកិច្ចការភាពនគរបាលជាតិបាទតើក្រសួងមានចក្ខុវិស័យបែបណាបន្ថែមក្នុងការកែតម្រង់វិន័យនិងសិលធម៌ចាប់តាំងពីក្នុងសាលារហូតទៅដល់ការអនុវត្តជាក់ស្ដែងដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅបាទក៏ដូចជាមានទំនុកចិត្តចំពោះមន្ត្រីដែលបម្រើការងារសាធារណៈនោះបាទសំណួរនេះគឺពិតជាមានសារៈសំខាន់ខ្ញុំជឿជាក់ថាក្នុងនាមកងកម្លាំងបើយើងបាត់វិន័យបែបប្រជាពលរដ្ឋលែងជឿទុកចិត្តមកលើកងកម្លាំងទៀតវិន័យគឺចេញពីខ្លួនឯងហើយមិនអាចអ្នកណាជំរុញបានទេសាលាបណ្ឌិតសភាក៏ដូចជាសាលានគរបាលតាមភូមិភាគដទៃទៀតគាត់ជាអ្នកដុសខាត់ទេអញ្ចឹងចេញពីខ្លួនឯងបន្តបានចូលសាលាហើយសាលាគឺជាគ្រឹះមួយក្នុងការពង្រឹងវិន័យដើម្បីតម្រង់ឲ្យពួកគាត់មានឆន្ទៈដូចគ្នារួមគ្នាហើយជាពិសេសនិយាយភាសាតែមួយអញ្ចឹងហើយសាលាឬមួយបណ្ឌិតសភាគឺពិតជាមានសារៈសំខាន់ក្នុងការដុសខាត់និងការបដិបដាលសម្រាប់ការដាក់ទោសទណ្ឌអានេះយើងក៏មានវិធានការនេះដូចខ្ញុំបានលើកឡើងខាងដើមមុននេះបន្តិចពាក់ព័ន្ធនឹងការដាក់ឲ្យប្រើប្រាស់នៅការមិនពេញចិត្តនៃការផ្ដល់សេវាឬមួយមិនពេញចិត្តទៅលើការបំពេញការងាររបស់នគរបាលកងកម្លាំងរបស់យើងតាមប្រព័ន្ធអ៊ីនធឺណិតនេះអានេះគឺជាការចូលរួមមួយប៉ុន្តែដល់ឡែកថ្មីនេះយើងក៏មានការយកចិត្តទុកដាក់ខ្ពស់ពង្រឹងក្រមការងារអគ្គនាយិកាបូកទាំងនឹងសាវនកម្មបូកទាំងនឹងក្រមការងារមួយចំនួននៅក្នុងផ្ទៃក្នុងមហាផ្ទៃដើម្បីពង្រឹងតម្រង់ទិសធ្វើម៉េចការអនុវត្តច្បាប់នានារបស់កងកម្លាំងរបស់យើងនេះត្រូវទៅតាមលក្ខខណ្ឌចាំបាច់នានាហើយជាច្បាប់របស់ព្រះរាជាកម្ពុជាអញ្ចឹងហើយកិច្ចការវិន័យនេះខ្ញុំគិតថាអត់មានថ្មីទេបាទហើយយើងក៏មិនដែលបានបង្កើតទៅហៅថាលក្ខខណ្ឌថ្មីដែរយើងគ្រាន់តែយកអ្វីដែលមានស្រាប់យកមកអនុវត្តឲ្យបានពេញលេញទៅខ្ញុំគិតថាយើងនឹងទទួលបានលទ្ធផលល្អអញ្ចឹងក្នុងនាមកងកម្លាំងយើងមិនអាចហៅថាមើលរំលងទៅលើវិន័យបានទេហើយជាពិសេសបើមើលវិន័យរំលងនេះហើយខ្ញុំគិតថាលក្ខខណ្ឌនៃការទទួលសេវានានាក្នុងគោលដៅដើម្បីឲ្យប្រជាពលរដ្ឋពេញចិត្តនិងធ្លាក់ហើយបន្តខ្ញុំគិតថាឥទ្ធិពលនៃកងកម្លាំងក៏ត្រូវបានធ្លាក់ជាបន្តផងដែរបាទអរគុណបាទសំណួរចុងក្រោយតទៅនឹងសារលើទឹកចិត្តបាទក៏ដូចជាការផ្ដល់ដំណើរភាពចំពោះអ្នកប្រឡងបាទតើអាដាមមានចំណាប់អារម្មណ៍យ៉ាងណាចំពោះការកំណើនយុវជនដែលចង់ចូលបម្រើការងារបាទនៅក្នុងជួរនគរបាលហើយតើអាដាមមានសារអ្វីដើម្បីធានាថាយុវជនដែលជឿជាក់លើសមត្ថភាពខ្លួនឯងប៉ុន្តែនៅមានក្តីបារម្ភមួយចំនួននោះតែគាត់គួរតែត្រៀមខ្លួនដូចនេះដែរបាទខ្ញុំតែងតែណែនាំទៅដល់គណៈកម្មការរបស់យើងទីមួយធំបំផុតគឺថាកុំឲ្យតតែមានខ្សែឬមួយកូនអ្នកធំបានយើងត្រូវតែជាប់ឬមួយចូលដោយគ្មានលក្ខខណ្ឌលើសកម្ពស់សំទោសខ្វះកម្ពស់កម្ពស់ឬមួយលើសគីឡូលើសអីនេះចេះតែព្រិចមិនឲ្យចូលបានអញ្ចឹងបើយើងមើលទស្សនវិជ្ជារួមមិនប្រៀបធៀបទៅហៅថាក្របខ័ណ្ឌណាទេប៉ុន្តែបើយើងមើលរយៈពេល2ឆ្នាំចុងក្រោយនេះស្តង់ដារត្រូវបានរឹតបន្តឹងម្ដងបន្តិចអញ្ចឹងហើយយើងឃើញថាការចំណាប់អារម្មណ៍ក្នុងការចូលបម្រើការងារក្នុងកងកម្លាំងក៏ច្រើនឆ្នាំនេះក្របខ័ណ្ឌយើងដូចក្រោម 3000 នាក់បាទ3200សំទោសបាទហើយយើងមានអ្នកដែលត្រូវដាក់ដំងទិញដំងដូចជិត 10000 បាទជិត 10000 នាក់អញ្ចឹងវាចង់3 ដងទិញទួចដែលចំនួនដែលយើងចង់បានអញ្ចឹងសំណួរសួរថាទាំងអស់គ្នានឹងជិត10000ជាងអ្នកនឹងចូលទាំងអស់គ្នាអត់វាអត់ទេវាមានតែប្រហែលក្របខ័ណ្ឌដែលយើងប្រចាំឆ្នាំអញ្ចឹងបើយើងបូកដកទៅត្រឡប់មកវិញឃើញថាចំណង់ចំណូលចិត្តរបស់បងប្អូនប្រជាពលរដ្ឋនៅមានទី1ទី2ពាក់ព័ន្ធទៅនឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់ទៅលើលក្ខខណ្ឌចាំបាច់នានាដើម្បីឲ្យមានភាពស្មើគ្នាក្នុងការបម្រើក្នុងវិស័យឬមួយជួរកងកម្លាំងនេះខ្ញុំគិតថាយើងធ្វើបានល្អការលើកឡើងនៅចំណុចខ្វះខាតពីមួយឆ្នាំទៅមួយឆ្នាំមានតិចទៅមិនឲ្យសូនឈឹងអានេះខ្ញុំធានាមិនអាចទៅរួចសូម្បីតែប្រទេសសិង្ហបុរីក្នុងមួយឆ្នាំក៏មានលិខិតអនាមិកដើម្បីប្តឹងផ្ដាល់ទៅលើប្រព័ន្ធតុលាការ ACU របស់គេផងដែរ
ចឹងហើយខ្ញុំគិតថាយើងត្រូវតែធ្វើដូចគ្នាហើយយើងមិនកាត់បន្ថយបានតិចទៅបាទបើពីមុនមាន10ឆ្នាំក្រោយសល់តែ5បានណាបើឆ្នាំនេះមាន5សល់តែ2កន្លះឬមួយក្រុម2បាទឧទាហរណ៍ចឹងខ្ញុំគិតថាគោលដៅរបស់យើងគឺបែបនេះចឹងហើយខ្ញុំគិតថាការប្រឡងលើកនេះឬមួយលើកមុនដូចគ្នាដែរគឺយើងមានតម្លាភាពសម្រាប់ទាំងអស់គ្នាហើយអ្នកដែលចេះគឺជាប់បាទអរគុណត្រយងនាំសារពិតគ្រប់ទីកន្លែង